រូបភាពបាទទៅតាមអ្វីដែលយើងចង់បានបាទយើងអាចប្រើកម្មវិធី Word បានឬក៏ហៅរចនារូបថតក៏បានតែជាទូទៅខ្ញុំយករចនារូបភាពណានៅក្នុងដែលយើងប្រើកម្មវិធី Word បាទយើងបាច់ប្រើកម្មវិធី Photoshop ឬក៏កម្មវិធីអីផ្សេងទេយើងប្រើកម្មវិធី Word ក៏យើងអាចរចនារូបភាពបានដែរណាអូខេតោះចឹងកុំឲ្យខាត់ពេលយូរយើងមកទស្សនាខ្ញុំទាំងអស់គ្នាបាទដំបូងយើងចូលកម្មវិធី Word មកបាទហើយយើងបើកមកហើយយើង close ចោលមកណាហើយខ្ញុំធ្វើនេះវីដេអូនេះដើម្បីអ្នកដៃថ្មីឬក៏បងប្អូនឬក៏បងប្អូនដែលគាត់បាទអត់តន់ចេះឬក៏យល់បានខ្លះតាក់ទងនឹងកម្មវិធី Word បាទ Microsoft Word ហ្នឹងបាទពេលយើងបើកមកអញ្ចឹងហើយខ្ញុំសូមបញ្យល់ត្រួសទៅលើកម្មវិធី Word តិចណាអញ្ចឹងកម្មវិធី Word ពេលយើងបើកមកភ្លាមយើងអត់តន់មានឈ្មោះទេបើណាបើយើងមានឈ្មោះគឺវានៅកន្លែងនេះណាតែនេះអត់មានឈ្មោះទេអញ្ចឹងទីមួយយើងត្រូវដាក់ឈ្មោះវាណាយើងដាក់ឈ្មោះវាយើងចូល file ឬក៏យើងចាំសរសេរហើយយើងដាក់ឈ្មោះក៏បានដែរឥឡូវខ្ញុំប្រាប់ឲ្យហើយទៅណាអញ្ចឹងយើងចូល file ករណីយើងអត់មានឈ្មោះយើងយក save ណាហើយបើករណីយើងមានឈ្មោះហើយយើងយក save as យើងយកករណីយើងមានឈ្មោះហើយយើងយក save ករណីយើងអត់មានឈ្មោះយើងយក save as អញ្ចឹង save និង save as ខុសគ្នាត្រង់ហ្នឹងណា save មានន័យថាករណីដែលយើងធ្លាប់បាន save ឈ្មោះនៅលើឯកសារយើងបានរួចម្ដងហើយយើងវាយបន្តទៀតដល់ពេលយើងនេះក៏យើងចុចទៅ save បានហើយករណី save as គឺយើងគ្រាន់តែមានថាយើងធ្វើទៅលើឯកសារយើងអត់តន់មានឈ្មោះមានថាឯកសារយើងអត់តន់ដាក់ឈ្មោះទេអញ្ចឹងករណីហ្នឹងគឺយើងយក save as អញ្ចឹងដូចវីដេអូនេះដំបូងនេះគឺខ្ញុំអត់តន់មានឈ្មោះទេណានេះអត់ឯកសារហ្នឹងវាអត់តន់មានឈ្មោះទេណាបើមានឈ្មោះវា load នៅហ្នឹងឲ្យហើយអញ្ចឹងយើងត្រូវធ្វើម៉េចយើងយក save as ណាបាទយើងយក save as យើងរើសទីតាំងដែលយើងត្រូវຕົកណាដែលយើងត្រូវຕົកអញ្ចឹងជាទូទៅយើងយកនេះយក browser នេះមកpro នេះមកបាទហើយយើងដាក់ឈ្មោះមកមានថាទីតាំងឯកសារយើងហ្នឹងគឺខ្ញុំដាក់នៅក្នុងdocument នេះអញ្ចឹងយើងអាចយកដាក់វានៅក្នុងណាក៏បានតែសារចិត្តយើងចង់ដាក់ទីតាំងហ្នឹងនៅក្នុងdesktop ក៏បានដាក់នៅក្នុងឥឡូវខ្ញុំដាក់ក្នុង document ណាហើយយើងដាក់ឈ្មោះមកណាដាក់ឈ្មោះមកអូខេអញ្ចឹងយើងដាក់ឈ្មោះយើងមកដាក់ឈ្មោះឥឡូវទីហើយខ្ញុំដាក់ឈ្មោះឯកសារហ្នឹងឬក៏ document ហ្នឹងខ្ញុំដាក់ឈ្មោះអានេះខ្ញុំស្រែកខ្ញុំសេខ្ញុំដាក់AA បាទ AA1 អញ្ចឹងទៅអានេះថាយើងសម្គាល់យើងដាក់ឈ្មោះយើងក៏បានដែរហើយបន្ទាប់មកយើងចុច save បាទចុច save មកអញ្ចឹងឈ្មោះយើងហ្នឹងវា load មកនេះឃើញទេនេះឈ្មោះឯកសារយើងវា load មកឲ្យនេះ AA1 ឃើញទេអូខេអញ្ចឹងយើងចាប់ដើមទៅរៀបចំថែមទៀតបាទអញ្ចឹងទី1យើងមុននឹងសរសេរឬក៏វាយឯកសារចូលអត្ថបទយើងធ្វើនេះយើងបាទយើងដាក់នេះមករៀបចំกระดาษយើងចូល layout បាទចូល layout ហើយយើងយក margin យើងយក narrow មកអាហ្នឹងយើងមើលករណីខ្ញុំអត់តន់យក narrow យើងមើលនេះវាcursor យើង plate នេះគឺវានៅគែមធំពីលើក៏ធំពីមាងក៏ធំហើយអញ្ចឹងយើងដើម្បីឲ្យចំណេញกระดาษយើងឲ្យវាមកគែមសេឲ្យមកគៀបមកអញ្ចឹងយកណានេះចូល margin ហើយយក narrow មក